ថ្ងៃនេះផងដែរគឺជាថ្ងៃខួបកំណើតរបស់ក្មេងខ្ញុំអាយុ59ឆ្នាំហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំនេះគឺมันមានអ្វីច្រើនទេថ្ងៃនេះពីអ្នកប្តីប្រពន្ធនាំគ្នាធ្វើសាច់អាំងញ៉ាំជុំគ្នាដោយសារតែក្មេងគាត់ចូលចិត្តហូបសាច់អាំងចានិយាយទៅគាត់ចូលចិត្តហូបណាសាច់អាំងជាពិសេសទិញសាច់ណាដែលគាត់ចូលចិត្តហូបដូចជាអណ្ដាតដូចជាអីចឹងណាអណ្ដាតគោអណ្ដាតមាន់អណ្ដាតច្រឡំចាអធិស្ឋានផងពុកម៉ែបងប្អូនទាំងអស់គ្នាអណ្ដាតគោអណ្ដាតជ្រូកអីចឹងណាហើយកាដូខ្ញុំនេះផងដែរក៏អត់មានអីច្រើនដែរចាមិញហ្នឹងគឺមានទិញសាស៊ូមីហើយនឹងស្រាបៀចានេះស្រាបៀនៅក្បែរគាត់ហ្នឹងគឺថាទិញដបរៀងធំណារដងគាត់ទិញហូបខ្លួនឯងចឹងគាត់ទិញដបតូចទេតែកាដូថ្ងៃនេះទិញដបរៀងធំចាទិញតែមួយយួរហើយនឹងសាស៊ូមីព្រមនឹងធ្វើសាច់អាំងញ៉ាំជុំគ្នាចាហើយក្មេងខ្ញុំនេះគាត់ចាប់ដើមភាសាហើយនិយាយទៅក្មេងខ្ញុំគាត់ចូលចិត្តសាច់អាំងតែម្ដងចាជាពិសេសគឺសាច់អណ្ដាតជ្រូកឬក៏អណ្ដាតគោហើយនឹងកោះមាន់បើសាច់ខ្លាញ់ចេះអាចថាសាច់ជ្រូកគាត់ចូលចិត្តហើយនឹងនិយាយទៅគាត់ចូលចិត្តទាំងអស់ចាមិនថាសាច់មាន់ទេនេះអាសាច់ផ្លូវមាន់នេះហើយនឹងសាច់ទ្រូងមាន់សាច់អីគេនោះថ្លើមចាថ្លើមជ្រូកថ្លើមគោអីចឹងណាអាំងគឺថាគាត់ចូលចិត្តណាស់និយាយទៅទិញសាច់ណាដែលគាត់ចូលចិត្តភាសាអញ្ចឹងណាហើយរៀងផុយចាហើយចំពោះការធ្វើសាច់អាំងទាំងនៅផ្ទះខ្ញុំនេះផងដែរគឺថាមិនដែលជាមានបន្លែទេពុកម៉ែបងប្អូនទាំងអស់គ្នាបើទោះជាមានបន្លែគឺបន្លែហ្នឹងគឺខ្ញុំហូបតែម្នាក់ឯងឲ្យគត់តែម្ដងនិយាយពីថាអត់មានអ្នកញ៉ាំបន្លែទេគឺមានតែខ្ញុំនឹងឯងហើយថ្ងៃនេះក៏ប្លែកផងដែរកូនប្រុសខ្ញុំចាគាត់ហូបស្អីគេកោះមាន់ណាលើកទី1ដែលគាត់ហូបកោះមាន់ស្រាប់តែគាត់ថាឆ្ងាញ់ហើយប្តីខ្ញុំគាត់វាក់ថាហេគាត់ដែរឃើញកូនក្មេងណាគាត់ហូបកោះមាន់ហើយថាឆ្ងាញ់អញ្ចឹងទេដោយសារអញនិយាយបានថានេះជាលើកទី1ហើយព្រោះអីរដងនៅពេលដែលធ្វើសាច់អាំងអីចឹងទៅភាគច្រើនគឺឲ្យគាត់ហូបតែសាច់មាន់ទេបងប្អូនទាំងអស់គ្នាអាំងសាច់មាន់អីចឹងទៅគាត់ហូបគាត់ចូលចិត្តហូបក៏ប៉ុន្តែម្ដងនេះស្រាប់តែគាត់ដាក់កោះមាន់មួយម៉ាត់ទៅគាត់ថាឆ្ងាញ់ណាគាត់ថាឆ្ងាញ់ទៅគាត់ទាយកកោះមាន់ទៀតចានេះតាគេចាប់កោះមាន់ឲ្យរហូតហើយគាត់ហូបបានច្រើនមែនទែននិយាយទៅហូបបានច្រើនណាស់មិនដឹងថាអាចថាថ្ងៃហ្នឹងគាត់សុបាយចិត្តគាត់ហ្នឹងមិនដឹងដោយសារតែថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់តាដល់ពេលអញ្ចឹងហើយគាត់សប្បាយចិត្តគាត់រីករាយថ្ងៃកំណើតតានិយាយទៅគាត់និយាយរហូតhappy birthday អញ្ចឹងទៅឬក៏ជីចាងអតាញ់ប៊ីអូមេនេតូអីណានេះគាត់និយាយរហូតហើយគាត់ហូបបាយក៏បានច្រើនហូបសាច់ក៏បានច្រើនដែរចានេះហើយឲ្យក្មេងខ្ញុំដឹងជាអស់ប្រមាណកំប៉ុងហើយទេដោយសារចំថ្ងៃនេះគាត់ហូបថ្ងៃនឹងហើយស្អែកឡើងថ្ងៃគាត់សម្រាកអញ្ចឹងទៅក៏ហូបបានច្រើនអញ្ចឹងណាហើយបើប្តីខ្ញុំគាត់សម្រាប់ថ្ងៃនេះខ្ញុំអត់ទិញកូកាទេឲ្យគាត់ហូបទឹកតែបើទិញកូកាទៀតមិនដឹងជាយ៉ាងណាដោយសារតែប្តីខ្ញុំគាត់ថាគាត់តមអាហារក៏ប៉ុន្តែដោយសារតែថ្ងៃនេះគាត់ខួបកំណើតរបស់ឪគាត់ចឹងទៅក៏អត់បានតមដែរគាត់ថាអូនថ្ងៃហ្នឹងសុំហូបឲ្យច្រើនមួយថ្ងៃទៀតណាចាហើយខ្ញុំថាហូបទៅចានិយាយទៅមួយថ្ងៃចុងក្រោយរបស់គាត់ទេក៏ប៉ុន្តែថ្ងៃនេះគាត់ថាលើកចុងក្រោយមែនទេណាចាមានណាសាច់អាំងក៏ច្រើនបាយនោះក៏ច្រើនហើយបាយហើយនេះដាក់កាហ្វេទៅដោះគោឲ្យបន្ថែមយើងទៅថែមបាយបន្ថែមទៀតគាត់ថាពេលហូបបាយយើងទៅយើងរៀងតលាន់បាយហើយយើងថែមកាហ្វេអញ្ចឹងទៀតទៅយើងអាចហូបបានទៀតចានេះដល់ពេលគាត់កោកន្លុកកាហ្វេហើយគាត់ផឹកកាហ្វេហើយអញ្ចឹងទៅគាត់អាចហូបបានទៀតដែរពុកម៉ែបងប្អូនទាំងអស់គ្នានិយាយបែបថារឿងហូបនេះមួយតានីទុកចិត្តលើគាត់ចាខូបកណាត់ខ្ញុំក៏ធ្វើសាច់អាំងខូបកណាត់ក្មេងក៏ធ្វើសាច់អាំងដែរនិយាយទៅឆ្ងាញ់មាត់តែប្តីនឹងឯងចានិយាយថាហូបហើយនេះអស់កម្លាំងចាទុនដៃទុនជើងងុយដេកណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយនេះក៏មើលក្បាលពោះគាត់ចានេះហើយនៅសក់បាយមិនតិចសោះសាច់មិនតិចហ្នឹងនិយាយថាដាក់ចូលទៀតពុកម៉ែបងប្អូនទាំងអស់គ្នានិយាយថាឲ្យតែមានគឺដាក់ចូលតែម្ដង